រឿងចាបនិងស្រមោចនៅក្នុងព្រៃមួយមានសត្វតូចធំរស់នៅជាមួយគ្នានិងតែងជួយយកអាសាគ្នាទៅវិញទៅមកធ្វើឲ្យព្រៃនេះមានក្តីស្ងប់សុខជារៀងរហូតមកថ្ងៃមួយមេឃស្រឡះល្អព្រះអាទិត្យក៏ជះពន្លឺរស្មីចែងចាំងគ្មានអ្វីឲ្យមិនទិលថានឹងមានព្យុះភ្លៀងអ្វីឡើយសត្វស្រមោចមួយក្បាលក៏ចេញស្វែងរកអាហារយកទៅត្រៀមបម្រុងទុកសម្រាប់រដូវរងាដែលនឹងជិតចូលមកដល់ក្នុងពេលខាងមុខស្រមោចស្វះស្វែងរកគ្រប់ច្រកល្ហកទាល់តែប្រទះឃើញអាហារនៅក្បែរមាត់ទឹកមួយកន្លែងទើបវាត្រៀមជញ្ជូនអាហារនោះយកទៅទុកឯសម្បុករបស់វាចៃដន្យអាក្រក់វាក៏ភ្លាត់ជើងធ្លាក់ទៅក្នុងទឹកនោះទៅនៅក្នុងខណៈពេលដែលស្រមោចកំពុងតែប្រវេប្រវារកកលតែលិចទៅក្នុងទឹកទៅហើយនោះមានសត្វចាបមួយក្បាលកំពុងត្រដុសស្លាបនៅលើដើមឈើក្បែរមាត់ទឹកនោះបានក្រឡេកមកឃើញល្មមវាក៏ប្រញាប់ប្រញាល់ពាំស្លឹកឈើមួយសន្លឹកយកទៅទម្លាក់ចំកន្លែងដែលស្រមោចកំពុងតែលង់ទឹកទើបស្រមោចអាចរួចរស់ជីវិតដោយសារការជួយសង្គ្រោះរបស់សត្វចាបក្រោយពីហេតុការណ៍នោះកើតឡើងមិនបានប៉ុន្មានសត្វចាបក៏ស្ទើរតែភ្លេចខ្លួនទៅហើយថាខ្លួនធ្លាប់បានជួយជីវិតសត្វស្រមោចមួយក្បាលនោះវាស្រែកច្រៀងទៅទះស្លាប់យ៉ាងសប្បាយរីករាយដោយមិនបានដឹងថានៅក្បែរខ្លួនមានព្រានព្រៃម្នាក់កំពុងតែតម្រង់ចុងកាំភ្លើងពងប្រឡ័យជីវិតវាឡើយព្រមពេលគ្នានោះស្រមោចឃើញដូច្នោះក៏រវិះរវៃវាយ៉ាងលឿនសំដៅទៅរកព្រានព្រៃហើយស្រមោចក៏ត្បល់ចូលទៅក្នុងអាវរួចខំនាយព្រានព្រៃយ៉ាងពេញទំហឹងបណ្ដាលឲ្យព្រានព្រៃឈឺយ៉ាងខ្លាំងរួចក៏ភ្លាត់មាត់ស្រែកថាអីយ៉យសម្រែករបស់នាយព្រានធ្វើឲ្យសត្វចាបដឹងថាខ្លួនកំពុងតែនៅក្នុងស្ថានភាពគ្រោះថ្នាក់ទើបវាប្រញាប់ហើរចេញពីទីនោះបានរួចជីវិតក្នុងគ្រានោះទៅគំនិតគួរពិចារណាធ្វើល្អបានល្អធ្វើល្អមិនចេះសាបសូន្យឡើយ